ក្រុមម្ចាស់ផ្ទះកងយុទ្ធពលខេមរៈភូមិន្ទជាមួយនឹងក្រុមភ្ញៀវ ISI និងកោសាន់ជ័យការប្រកួតសប្តាហ៍ទី10នៃការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល 2025-2026 ជំនួបនេះធ្វើឡើងនៅកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទចាប់ផ្ដើមនៅម៉ោង 6 ល្ងាចបាទទីគ្រប់គ្រងជាតិដូចជាការស្វាគមន៍គ្នាឯកសណ្ឋានរបស់ក្រុមម្ចាស់ផ្ទះពណ៌ក្រហមពណ៌ខៀវ ISI និងកោសាន់ជ័យលោកអញ្ញាកណ្ដាលហោមុនថងគឺជាអ្នកកាត់សេចក្តីនៅក្នុងការប្រកួតនេះ ISI មានឱកាសតាំងពីដំបូងមួយជើងឆ្វេងរបស់កីឡាករសួនមករាតែបាក់រំលងរបាទីការប៉ុនប៉ងបាទដំបូងគេតែម្ដងបាល់នេះលឿនធ្ងន់ប៉ុន្តែបាទហោះឡើងទៅខាងលើបន្តមកទៀតនៅនាទីទី8គឺមានការប៉ុនប៉ងរបស់ខុនណារងវិញម្ដងបាទណារងទាត់ធ្លាក់ស្អាតប៉ុន្តែអ្នកចាំទីលីកកដាគឺអាចជួយសង្គ្រោះបានបន្តមកទៀតនៅនាទីទី10បាទយើងឃើញមានការប៉ុនប៉ងដោយ Bruno Hernandez មួយជើងឆ្វេងប៉ុន្តែបាទរំលងរបាទីបាទវេមិនចំគោលដៅល្អត្រង់នេះនាទីទី22វិញមានការប៉ុនប៉ងមួយលើក2លើកក៏សង្គ្រោះបានដោយលីកកដាទាំង2លើកតែម្ដងហើយការកាត់ចេញពីស្លាបខាងស្ដាំទៅរកបាយ៉ង់ភូមិន្ទនៅបង្គោលទី2ភូមិន្ទបាទតែរំលងរបាទីដូចគ្នាបាទការទាត់បាទមួយលើកជា2លើកมันអាចបំផងសំណាញ់ទីបានហើយការប៉ុនប៉ងលើកទី3បានត្រឹមរំលងរបាទីបន្តមកទៀតចង្វាក់នេះជាការនាំមុខរបស់ក្រុមម្ចាស់ផ្ទះកងយុទ្ធពលខេមរៈភូមិន្ទបានលេងខ្លីៗនៅលើដំបូលទូកបាទប៉ះទៅប៉ះមកកីឡាករ4រូបហើយចុងក្រោយគឺរយ៉ាកូនីស៊ីតាជាអ្នកបញ្ចប់ទី1-0នៅនាទីទី37ដោយក្រុមម្ចាស់ផ្ទះកងយុទ្ធពលខេមរៈភូមិន្ទនាំមុខលើ ISI និងកោសាន់ជ័យចប់វគ្គទី1មានតែមួយគ្រាប់នេះទេនាំមុខបណ្ដោះអាសន្នដោយក្រុមម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គទី2មានការប្រែប្រួលនៅយុទ្ធសាស្ត្រលេងមួយចំនួនក៏ដូចជាការផ្លាស់ប្ដូរកីឡាករផងដែរត្រង់នេះការកាត់ចូលទៅខាងក្នុងទម្លាក់ឲ្យបន្តិចពេលទំនងមែនតែនពីកីឡាករលេខ20 Miguel Rodriguez ប៉ុន្តែបាទមិនចំគោលដៅផ្ទះកោងល្អហើយបាទចិត្តដល់ទីក៏រំលងរបាទីបន្តមកទៀតការបញ្ជូនបាល់ឆ្ងាយមករកបាទសំអល់ទីណាកាត់ទៅតែទម្លាក់ត្រង់នេះបានយ៉ាងល្អហើយប៉ះជើងរបស់យ៉ងភូមិន្ទខ្ទៀតចូលទីតែម្ដង Bruno Hernandez ជាអ្នករកបានគ្រាប់បាល់តាមស្មើឲ្យក្រុមភ្ញៀវ ISI និងកោសាន់ជ័យបាទលូកមួយដោយតូម៉ូគីហើយក៏ខ្ទៀតមកប៉ះជើងរបស់យ៉ងភូមិន្ទចូលទីតែម្ដងបន្តមកទៀតនៅនាទីទី80ការតែត្រង់នេះទប់ទ្រូងមួយខ្ទៀតមកទាត់បញ្ចូលទីបានសម្រេចបាទនេះគឺជាគ្រាប់បាល់ទី2ការនាំមុខវិញម្ដងរបស់ ISI និងកោសាន់ជ័យការនាំមុខរបស់ ISI និងកោសាន់ជ័យយើងឃើញការទប់ត្រង់នេះហៅសុកណេតបាទទាត់កាច់បញ្ចូលទីបានយ៉ាងល្អទប់ទ្រូងមួយពីភូមិន្ទលូកស្កាត់តែមិនចំបាល់នោះទេBruno Hernandez ទាត់មួយបញ្ជូនមួយឲ្យហាវសុកណេតជាអ្នកបញ្ចប់ទីមិនទាន់អស់ទេគ្រាប់បាល់នៅសល់មួយគ្រាប់ទៀតនាទីទី97ទៅហើយបាទការទាញចូលមួយប្រឡោះត្រង់នេះគៀសមួយបញ្ចូលទីបានយ៉ាងល្អបាទគឺកីឡាករមួយក្មេងម៉នប៊ុនថាប់បាទជាអ្នករកបានគ្រាប់ចុងក្រោយបាទយើងមើលការទម្លាក់ត្រង់នេះដោយ Bruno បាទជ្រែកចូលមកប្រឡោះមកហើយក៏ទាត់យកតែម្ដងទៅនៅពេលដែលអ្នកចាំទីបាទព្យាយាមរត់ទៅរារាំងបញ្ចប់ទីបានយ៉ាងល្អហើយក៏បញ្ចប់ការប្រកួតដោយបាទអូយបាទយកប្រឡោះជើងរបស់អ្នកចាំទីទៀតបាទសម្រាប់ម៉នប៊ុនថាប់អញ្ញាកណ្ដាលហៅបន្ថងផ្លុំកញ្ចាយបញ្ចប់ការប្រកួត ISI ស្គាល់ពិន្ទុជាលើកដំបូងនៅក្នុងរដូវកាលនេះ